បាយរបស់ធ្វើអញ្ចឹងណា សប្បាយខ្លាំងហ៎ ខ្លាំង បាទគឺថាថ្ងៃនេះសំណាងនិងសិស្សសានុសិស្សទាំងអស់គ្នាគឺសប្បាយចិត្តទាំងអស់គ្នាតែម្ដងដោយសារតែបាទអ្នកមីងសែមគាត់បានស្កាត់ឡើងពីអាមេរិកមកដើម្បីមកជួបនឹងសំណាងអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទគាត់ថាជានិស័យខ្លាំងមែនតើបាទមិនចិត្តទេបងប្អូនទាំងអស់គ្នាឆ្លងទ្វីបបាទគាត់ស្កាត់មកជួបសំណាងបាទស្រឡាញ់ចង់ថាបាទវប្បធម៌នៃការសំពះរបស់ខ្មែរយើងទោះបីជានៅដល់ប្រទេសណាទ្វីបណាក៏អត់ចោលដែរបាទវប្បធម៌នៃការលើកដៃសំពះទុនខ្លួនស្អាតមែនតើហើយសំខាន់ថ្ងៃនេះមិនមែនតែសំណាងម្នាក់ទេគឺបានសិស្សានុសិស្សបាទទាំងសាលាតែម្ដងបាទនៅក្នុងសាលាបឋមសិក្សាសុខសន្តិជ័យយើងទាំងអស់គ្នាគឺសុទ្ធតែទទួលបានបាទអំណោយដែលបងស្រីអ្នកមីងសែមបងស្រីបាទអ្នកមីងសែមគាត់យកពីអាមេរិកមកផ្ញើបាទហើយនេះបាទហើយពួកយើងក៏បានហៅសិស្សានុសិស្សដើម្បីមកតម្រង់ជួរដើម្បីបាទទទួលបានអំណោយទាំងអស់គ្នាបាទបន្ទាប់ពីតម្រង់ជួរហើយបាទខាងលោកគ្រូ JC គាត់ក៏បានមានមតិយោបល់ក៏ដូចជាបាននិយាយរៀបរាប់បន្តិចបន្តួចអញ្ចឹងទៅបាទឲ្យដឹងថាអំណោយបានពីណាហើយមានអីខ្លះអីចឹងទៅបាទហើយសិស្សានុសិស្សមានអារម្មណ៍សប្បាយចិត្តមែនទែនឈរស្ដាប់ហើយសំណាងក៏បានទទួលបានការស្រឡាញ់ខ្លាំងមែនទែនបាទ high five ឃើញទៅមុខអៀនទាំងអស់គ្នាអៀនខ្លាំងប៉ុន្តែបើសិនជាជាមួយខ្ញុំវិញអត់អៀនចឹងសោះ តែអ្នកមីងទាំងអស់គ្នាគាត់ស្រឡាញ់មែនទែនឃើញសំណាងបាទគួរឲ្យស្រឡាញ់មកជួបផ្ទាល់បានអោបបាននិយាយលេងជាមួយសំណាងហើយនេះបាទអ្នកមីងសែមគាត់បានរៀបរាប់បាទពីអវ៉ាន់ដែលគាត់យកមកពីអាមេរិកដើម្បីយកផ្ញើក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នានៅក្នុងសាលាអញ្ចឹងណាបងប្អូនធម្មតាទេបងប្អូនមិនធម្មតាមែនគឺយកមកតាំងពីបរទេសបាទតាំងពីអាមេរិកមកចែកដល់សិស្សានុសិស្សមានដូចជាថ្នាំវីតាមីនអីចឹងទៅមានស្ករគ្រាប់មានអីចឹងទៅបាទ ហ្នឹងក៏កំពុងតែបង្ហាញទៅដល់សិស្សានុសិស្សបាទហើយអំណោយទាំងអស់ហ្នឹងមានដូចជាបាទសៀវភៅសរសេរប៊ិចខ្មៅដៃបាទបន្ទាត់ជាប់លុបបាទអីចឹងទៅច្រើនទៀតនិយាយទៅតកតទៅនឹងសម្ភារៈសិក្សាទាំងអស់តែម្ដងហើយអ្វីដែលសំខាន់ទៀតគឺបាទគាត់បានបែងចែកប្រភេទកតាបទៅតាមអាយុរបស់សិស្សបងប្អូនបាទនេះជាក្រុមការងាររបស់គាត់បាទមកទាំងអស់គ្នាតែម្ដងបាទគឺមានអារម្មណ៍ថាគាត់រំភើបគាត់សប្បាយគាត់និយាយដែរគាត់សប្បាយចិត្តខ្លាំងមែនតើហើយអ្នកដែលទទួលបានរង្វាន់ក៏ដូចជាអំណោយមុនគេគឺ idol របស់យើងហ្មងសំណាងបាទទៅចូលទៅទទួលបាទនៅតែការសំពះអរគុណបាទទុនភ្លុនមែនតើអរគុណនិយាយថាសំណាងឲ្យតែមានរបស់គឺសប្បាយចិត្តមើលមុខញញឹមបាត់មាត់អត់ចិត្តទេបងប្អូនបាទហើយឃើញថាអ្នកមីងគឺគាត់ស្រឡាញ់បាទស្រឡាញ់ខ្លាំងមែនតើមានអញនិយាយថាជានិស្ស័យបងប្អូនអរគ្នាដូចខ្ញុំនិយាយពីមុនថាឆ្លងទ្វីបហ្នឹងបងប្អូនមិនធម្មតាទេស្កាត់មកជួបបាទហើយមកជួបលើកនេះគឺបានទាំងសិស្សានុសិស្សទាំងអស់គ្នាតែម្ដងទូទាំងសាលាបាទបានកតាបម្នាក់មួយម្នាក់និយាយទៅស្មើគ្នាទាំងអស់គ្នាបាទហើយគាត់ចែកបាទនេះគឺអ្វីដែលគាត់ផ្ញើមកពីអាមេរិកបាទមានទាំងវីតាមីនបាទមានទាំងអីគេអានេះហៅគេក្រែមលាបមាត់ដើម្បីកុំឲ្យប្រេះមាត់បងប្អូនអរគ្នាមានទាំងលុំមានទាំងស្ករគ្រាប់បាទ ហើយពួកគាត់ក៏ធ្វើការចែកសិស្សដោយឲ្យសិស្សមកទទួលម្នាក់ម្ដងបាទរហូតដល់អស់ចឹងទៅបាទហើយឃើញថាសិស្សានុសិស្សទាំងអស់គឺមានចិត្តសប្បាយរីករាយខ្លាំងហើយក្នុងនាមខ្ញុំជាគ្រូបង្រៀនរបស់ពួកគាត់ក៏សប្បាយចិត្តខ្លាំងដែរបងប្អូននៅពេលដែលឃើញសិស្សានុសិស្សទទួលបានអំណោយទៅនឹងការសិក្សាច្រើនឬក៏គ្រប់គ្នាចឹងទៅហើយចំពោះចំណាប់អារម្មណ៍របស់គាត់វិញគាត់និយាយថាគាត់សប្បាយចិត្តគាត់រំភើបចិត្តបាទទាំងគ្រូទាំងសិស្សទាំងអ្នកចែកបាទរំភើបទាំងអស់គ្នាបាទឃើញទឹកមុខរបស់បងប្អូនអរគ្នាញញឹមទាំងអស់គ្នាតែម្ដងដោយទទួលបានការទទួលបានសភៅសម្ភារៈសិក្សាគ្រប់គ្នាអញ្ចឹងទៅម្នាក់គឺរំភើបសប្បាយចិត្តខ្លាំងហើយបន្ទាប់ពីយើងចែកបាទក
តាមចែកសម្ភារៈសិក្សានឹងហើយពួកយើងក៏ថតរូបជុំគ្នាបាទនេះគឺជាឈ្មោះរបស់សប្បុរសជនដែលពួកគាត់បានយកមកពីសហរដ្ឋអាមេរិកអញ្ចឹងបងប្អូនបាទនេះគឺជាគាត់មូលនិធិរបស់ពួកគាត់ទាំងអស់គ្នាគឺឈ្មោះរបស់ពួកគាត់ពួកយើងលើកផ្លាកដើម្បីបង្ហាញថានេះជាឈ្មោះរបស់ពួកគាត់ដែលបានចូលរួមក្នុងការជួយកុមារក្នុងការបរិច្ចាគនៅសម្ភារៈសិក្សាបាទដល់សិស្សានុសិស្សទាំងអស់គ្នានឹងបាទហើយក៏ជាការថតរូបអនុស្សាវរីយ៍ទុកដើម្បីមើលថ្ងៃក្រោយទៀតដែរតទៅចែកហើយពួកយើងក៏ឲ្យសិស្សបំបែកជួរគ្នាត្រឡប់ចូលទៅក្នុងថ្នាក់ហើយរៀបចំឲ្យបានទៅផ្ទះបាទព្រោះរៀងថ្ងៃនេះដែរហើយបាទដល់មកទៅផ្ទះហើយនេះពួកគាត់បន្ទាប់ពីចែកហើយគឺសំណេះសំណាលតិចតួចហើយគាត់ក៏បានជួយទៅដល់សាលារៀនចំនួន$250សម្រាប់តទឹកស្អាតចូលដើម្បីឲ្យសិស្សបានប្រើប្រាស់ដូចជាហូបទឹកបានទឹកស្អាតអញ្ចឹងណាបងប្អូនយើងមានទឹកចម្រោះហើយប៉ុន្តែដល់គាត់ជួយតទឹកស្អាតចូលទៀតទៅដើម្បីឲ្យសិស្សងាយស្រួលប្រើប្រាស់បាទហើយក្នុងដែរគ្រូបង្រៀនក៏ទទួលបានម្នាក់$100ដែរបាទអូសប្បាយខ្លាំងមែនទែនបាទហើយបន្ទាប់ពីសំណេះសំណាលក៏ដូចជាបង្ហាញពីអារម្មណ៍រំភើបរីករាយទៅពួកយើងក៏បានជម្រាបលាគ្នាព្រោះថាពួកគាត់មានភារកិច្ចទៅច្រើនទៀតគាត់ទៅនៅទៅកន្លែងច្រើនទៀតចឹងបងប្អូនអរគ្នាហើយខ្ញុំក៏សូមជូនពរអ្នកមីងនិងក្រុមការងារឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានមានសុភមង្គលទៅណាមកណាជួបតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលាគ្រប់ទីកន្លែងបាទអរគុណច្រើនជម្រាបលា